អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននៅល្ងាចថ្ងៃទី13 ខែមីនាបានបង្ហោះវីដេអូនិងសំណេរនៅក្នុង Channel Telegram ផ្លូវការដែលមានខ្លឹមសារថាបង្ហាញអំពីជោគជ័យនៃការអប់រំបណ្ដុះបណ្ដាលកូនៗដែលពុកម៉ែប្រើពេលជាង40ឆ្នាំទើបទទួលផលដូចថ្ងៃនេះ សម្ដេចតេជោ ហ៊ុនសែនបង្ហាញពីជោគជ័យនៃការអប់រំបណ្ដុះបណ្ដាលកូនៗដែលពុកម៉ែប្រើរយៈពេលជាង30ឆ្នាំទើបទទួលបានផលដូចថ្ងៃនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចតេជោអមជាមួយនឹងរូបភាពប៉ុន្មានសន្លឹករបស់កូនៗសម្ដេចតេជោ ហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាបានសរសេរនៅខ្លឹមសារទាំងស្រុងថាពេជ្រកំពុងច្នៃនិងពេជ្រកែច្នៃរួចបាននឹងកំពុងរក្សាទុកឬនិយាយមួយបែបទៀតគឺដើរកំពុងផលិតដើរកំពុងប្រើនិងកំពុងសំលៀងបន្តរូបភាពប៉ុន្មានសន្លឹកនេះបង្ហាញពីជោគជ័យនៃការអប់រំបណ្ដុះបណ្ដាលកូនៗដែលពុកម៉ែប្រើរយៈពេលជាង40ឆ្នាំទើបទទួលបានផលដូចថ្ងៃនេះទោះបីពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួកកូនមិនមានម៉ូតូឬឡានជិះនោះទេពួកកូនត្រូវដើរទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេគឺនៅសាលាចតុមុខសំណាងជាងគេគឺម៉ាណែតបានកង់ជិះព្រោះត្រូវទៅរៀននៅវិទ្យាល័យស៊ីសវត្តដែលឆ្ងាយជាងគេបន្តិចពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡានឬម៉ូតូឲ្យកូនជិះតែពុកចង់ឲ្យពួកកូនស្គាល់នៅជីវភាពប្រជាជនធម្មតាដោយកាលពុកនៅពីក្មេងពេលកូនណាមួយមានកំហុសពួកកូនត្រូវជាប់វិន័យទាំងអស់គ្នាដោយអង្គុយអានសៀវភៅទាំងអស់គ្នាព្រោះពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នាសាមគ្គីគ្នាដើម្បីជៀសវាងជាប់វិន័យទាំងអស់គ្នាពេលពួកកូនចេញទៅរៀននៅក្រៅប្រទេសពុកទៅសរសេរវិន័យបិទនៅក្នុងបន្ទប់គេងបន្ទប់ទឹកដែលពុកចាំជាងគេនៅបារាំងសម្រាប់ម៉ានិតម៉ានីម៉ាលីគឺចេញពីផ្ទះ500ម៉ែត្រត្រូវប្រាប់បងណាក្រានិងសុខៀនិងចាយលុយលើសពី100ហ្វ្រង់ត្រូវសុំការអនុញ្ញាតពីសុខៀពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិកដែលមានម៉ាណាម៉ានិតម៉ានីម៉ាលីលើកលែងតែម៉ាណែតពុកសរសេរវិន័យដើរឃ្លាតពីផ្ទះ500ម៉ែត្រត្រូវសុំអ៊ំចាយលុយលើសពី$50ត្រូវសុំពីអ៊ំទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធតែមានការកំណត់ម៉ោងត្រូវចូលគេងនិងត្រូវបិទភ្លើងបិទម៉ាស៊ីនកម្ដៅម៉ាស៊ីនត្រជាក់ដើម្បីសន្សំសំចៃភ្លើងពុកម៉ែសូមអរគុណកូនៗដែលជាង20ឆ្នាំមុនបាននិយាយជាមួយគ្នាដែលពុកបានលួចស្ដាប់ឬម៉ានិតនិយាយប្រាប់ទាំងអស់គ្នាថាពុកម៉ែតឹងរឹងចំពោះពួកយើងគឺចង់ឲ្យយើងល្អពិតមែនតែពេលនេះពួកកូនមានប្រពន្ធមានប្តីនិងមានកូនព្រមទាំងចេញដឹកនាំប្រទេសឬចូលរួមនៅក្នុងការងារបម្រើជាតិនៅក្នុងឋានៈខ្ពង់ខ្ពស់តែពុកនៅរងចាំធ្វើជាថ្មសម្លៀងសម្រាប់ពួកកូនតទៅទៀតពុកម៉ែចង់ឲ្យកូនខិតខំបណ្ដុះបណ្ដាលអប់រំកូនដែលជាចៅរបស់ពុកម៉ែតាមរបៀបពុកម៉ែតទៅទៀតពិសេសផ្ដោតលើគុណធម៌ចរិយាធម៌សិលធម៌ចេះជួយអ្នកក្រីក្រទុនខ្សោយគោរពចាស់ទុំសុភាពរាបសារមិនឆ្មើងឆ្មៃឡាក់ចៅរបស់ពុកម៉ែជាចៅល្អហើយតែត្រូវតែតាមតម្រង់ទិសពួកគេតទៅទៀត